ញ៉ៃនឹងដើរដែរគឺមកអូនមកធ្វើឈក់ក្រៅឆ្នាំងយកត្រីងៀតមកអាំងជាមួយនឹងចង្ក្រានឆ្គង់គឺធ្វើត្រីងៀតយើងនឹងឈ្ងុយហើយនឹងក្រៀមល្អត្រីងៀតនឹងដែរគឺទិញមកនឹងវាប្រៃពេកអញ្ចឹងមានតែធ្វើឈក់ក្រៅឆ្នាំងឯងវាអត់សល់ដាក់ស្ករពងមាន់6គ្រាប់បើភ្លើងតិចៗស្ងោរតែ8នាទីគឺឆ្អិនហ្មងក្រៀមក្នុងទឹកត្រជាក់អញ្ចឹងងាយស្រួលបកចិតខ្ទឹមបារាំងតូចៗបែបហ្នឹងហើយពេញប៉ោះនឹងដែរគឺយើងចិតចំណិតវាតូចៗអញ្ចឹងមកហើយក្រូចឆ្មាអីហ្នឹងគឺហាន់ទុកឲ្យហើយហាន់ជីណាស្លឹកខ្ទឹមជីអំបងហើយត្រីងៀតរបស់យើងនឹងដែរគឺធ្វើការយកវាមកដាំសិនដាំវារៀងទូអញ្ចឹងមកបងយកហែបុកគ្រឿងក៏បានឬក៏យកប្រដាប់ដាំដូចអូនអញ្ចឹងក៏បានដែរពងមាន់គឺកាត់បែបហ្នឹងណាបងយកកវិតកាត់ក៏បានយកប្រដាប់កាត់ដូចអូនអញ្ចឹងក៏បានដែរយកប្រដាប់កាត់ពងមាន់ពងទាលឿនជាងណាបងគឺស្រួលខ្លាំងមែនទែនក្នុងការកាត់ហើយវាបែកខ្ទេចខ្ទីទៀតទឹកពុះដាក់ខ្ទឹមកូរលឹកខៃហើយដាក់ដើមស៊ុបរ៉ូឌីដាក់ត្រីងៀតដាក់ប៊ីចេងហើយនឹងស្ករមកគឺបានហើយកុំភ្លេចដួសពពុះផងណាបងដួសពពុះហើយគឺយើងធ្វើការចាក់ពងមាន់ចូលចាក់បន្លែប្លុកដែលយើងបានចិតមិញហ្នឹងហើយកូរបន្ថែមជាមួយនឹងក្រូចឆ្មាចូលតែម្ដងនិយាយទៅម្ហូបមួយមុខនឹងដែរគឺជូរជ្រះបានឆ្ងាញ់បងកុំភ្លេចសាក់ធ្វើញ៉ាំតាមម៉ាក់អូនណាគឺដឹងតែឆ្ងាញ់ហ្មងតែទិញត្រីងៀតប្រែខអាចធ្វើអញ្ចឹងបានបើបង